បើតាមនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនក្រោយការចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទាំងអស់តុលាការគឺជាអ្នកសម្រេចបែងចែកអ្នកជួញដូរគ្រឿងញៀនរក្សាទុកកែច្នៃគ្រឿងញៀនបញ្ជូនទៅពន្ធនាគាររងចាំការកាត់ទោសឬអ្នកប្រើប្រាស់គ្រឿងញៀនត្រូវបញ្ជូនទៅទទួលសេវាព្យាបាលនៅតាមសហគមន៍ឬសេវាព្យាបាលនៅមជ្ឈមណ្ឌលស្ដារនីតិសម្បទារបស់រដ្ឋជាបណ្ដោះអាសន្នលោកមាសវិរិទ្ធបញ្ជាក់ថាតាមតួលេខនៃការសិក្សាថ្នាក់ជាតិកម្ពុជាមានអ្នកប្រើប្រាស់គ្រឿងញៀនទូទាំងប្រទេសសរុបចន្លោះពី12,000 នាក់ទៅ28,000 នាក់រដ្ឋាភិបាលកម្ពុជាក៏បានគិតគូរឆ្លើយតបទៅនឹងចំនួននៃអ្នកប្រើប្រាស់គ្រឿងញៀននិងអ្នកចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដោយការជួសជុលមជ្ឈមណ្ឌលស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនថ្នាក់ជាតិនៅក្រាំងធ្នងរាជធានីភ្នំពេញដើម្បីត្រៀមទទួលអ្នកពាក់ព័ន្ធនឹងគ្រឿងញៀន500 នាក់ព្រមទាំងគ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀននៅលើផ្ទៃដី20 ហិកតាក្នុងខេត្តព្រះសីហនុនៅខែកុម្ភៈខាងមុខបន្ថែមទៅលើមជ្ឈមណ្ឌលព្យាបាលអ្នកញៀនគ្រឿងញៀនរបស់រដ្ឋចំនួន10 កន្លែងនិងឯកជន3 កន្លែងព្រមទាំង77 មណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកដែលមានផ្ដល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀនផងដែរតាមរបាយការណ៍របស់អង្គការលីកាដូក្នុងឆ្នាំ2015កម្ពុជាមានមជ្ឈមណ្ឌលអប់រំកែប្រែ4ពន្ធនាគារខេត្តក្រុងចំនួន23និងពន្ធនាគារយោធាចំនួន1នៅក្នុងនោះមណ្ឌលអប់រំកែប្រែទី1ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញមានជនជាប់ឃុំចំនួន3000 នាក់ខណៈដែលពន្ធនាគារខេត្តមណ្ឌលគិរីមានជនជាប់ឃុំតិចជាង100 នាក់មជ្ឈមណ្ឌលទាំងនេះនឹងត្រៀមសម្រាប់ទទួលអ្នកជួញដូររក្សាទុកកែច្នៃគ្រឿងញៀនដែលរងចាំការកាត់ទោសគូជំរាបថាក្នុងឆ្នាំ2016អាជ្ញាធរកម្ពុជាបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង 4000 ករណីចាប់ខ្លួនជនសង្ស័យបានជិត 10,000 នាក់និងរឹបអូសគ្រឿងញៀនបានជាង175 គីឡូក្រាមហើយបើតាមលទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកដំបូងរយៈពេល6 ខែនៅដើមឆ្នាំ2017ត្រឹមរយៈពេល10 ថ្ងៃនៃយុទ្ធនាការអាជ្ញាធរបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបជិត400 ករណីនិងឃាត់ខ្លួនមនុស្ស927 នាក់នៅក្នុងនោះស្រីមានចំនួន55 នាក់យុទ្ធនាការដែលចាប់ផ្ដើមពីថ្ងៃទី1 ខែមករាដល់ថ្ងៃទី30 ខែមិថុនាឆ្នាំ2017នេះនឹងបើកប្រតិបត្តិការជាប្រចាំសម្ដៅសម្រេចបានសុបិនរួមគ្នាកម្ពុជាជាប្រទេសគ្មានគ្រឿងញៀននិងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំគ្មានគ្រឿងញៀន